សួស្តីបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់ YouTube Channel របស់ខ្ញុំអញ្ចឹងថ្ងៃនេះខ្ញុំសូមបង្ហាញបងប្អូនអំពីរបៀបភ្ជាប់ទូរស័ព្ទដៃរបស់យើងជាមួយនឹងរថយន្ត Toyota Prius ឆ្នាំ2010វីដេអូមុនគឺខ្ញុំបានធ្វើជាវីដេអូមួយដើម្បីប្រាប់បងប្អូនអំពីរបៀបភ្ជាប់ Bluetooth ចម្រៀងនៅក្នុង Toyota Prius ឆ្នាំ2010នេះ option 4នេះតែថ្ងៃនេះដោយសារតែយើងភ្ជាប់តែ Bluetooth ចម្រៀងគឺបានតែ Bluetooth ចម្រៀងឯនៅពេលទូរស័ព្ទយើងធ្វើការតាក់ទង call ចេញ call ចូលឬក៏ចង់ stop ចម្រៀងយើងបើកទៅលើ social media ផ្សេងៗពេលយើងបើកទៅវាអត់ឮសំឡេងនៅក្នុងឡានរបស់យើងទេឬសំឡេងទូរស័ព្ទរបស់យើងអញ្ចឹងយើងត្រូវតែភ្ជាប់មកតង់ទៀតគឺយើងភ្ជាប់ដើម្បីធ្វើការ call ចេញ call ចូលបានតើយើងប្រើពីរបៀបរបស់គ្នាទី1នៅក្នុងនេះបងប្អូនយកពី setting មកយកពី phone កាលមុនគឺយើងយក audio ពេលយើងភ្ជាប់ជាមួយនឹង MP3 ចម្រៀងតែនេះយើងភ្ជាប់ទូរស័ព្ទហ្មងគឺយកពាក្យ phone មកហើយយើងយកពាក្យថា manage phone អូខេដល់សារយើងបានយើងនៅក្នុងនេះយើងភ្ជាប់បានតែ4ទេតែនេះយើងភ្ជាប់បានតែ2ហើយមានឈ្មោះវិញណាតែនេះ add new គឺយើងអត់ទាន់មានភ្ជាប់ទេជាយើងធ្វើការបន្ថែមថ្មីមកអូខេដល់ពេលយើងបន្ថែមថ្មីហើយវាឲ្យយើង please connect your phone ជាងយើងត្រូវចូលក្នុងទូរស័ព្ទដៃរបស់យើងចូលមកហើយយកពីតា setting អូខេ setting តមកខ្ញុំយក Bluetooth គ្នាបើក Bluetooth បន្តិចអូខេ Bluetooth តមកយើងរកឡានរបស់យើងនេះអូខេ car multimedia បើយើងមើលទៅនេះឃើញ device name car multimedia ចឹងនៅក្នុងនេះដូចគ្នាយើងចុចទៅលើពីហ្នឹងមកចឹងវានឹងឲ្យ pin code ចឹង pin code នៅក្នុងនេះ pin code passcode គឺ12យើងវាយពី12ជាងអា passcode គឺវា load random ទេបានថាវាមកផ្សេងៗគ្នាចឹងណាចឹងនេះគឺ synchronize contact ចឹងបានថាយើងផ្ញើ contact synchronize ជាមួយនឹងក្នុងនេះទៅទូរស័ព្ទដៃរបស់យើងទៅពេលដែលគេតេមកយើងឃើញឈ្មោះលើហ្នឹងអូខេឥឡូវភ្ជាប់បានហើយបងប្អូនឃើញទេភ្ជាប់បានហើយចឹងខ្ញុំធ្វើការតេទូរស័ព្ទយើងអាចតេតាមនេះក៏បានដែរយើងអាចចុចទៅលើ phone នេះមកនេះអត់មានលេខទូរស័ព្ទ history call ទេយើងអាច call បានលើនេះចឹងណាចឹងដល់ពេលតែគេ call ចូលក៏យើងអាចលើកនៅលើនេះបានដែរនេះគឺ call នេះគឺបិទអូខេអរគុណច្រើនបងប្អូនទាំងអស់គ្នាសម្រាប់ការតាមដានជួបគ្នានៅវីដេអូ